រឿងប្រាជ្ញាអណ្ដើកអណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បានលើគោកក៏បានហេតុដើមនោះមានរឿងព្រេងមួយនិទានថាក្នុងគ្រាយូរអង្វែងហើយពេលនោះមានទឹកចំនួនធំណាស់សត្វខ្លាដំរីរាជសីហ៍រមាំងរមាសក្តាន់ជាដើមអំពាវនាវបបួលគ្នាទៅពូននៅឯព្រៃហេមពៀននៅសល់តែអណ្ដើកសកលមួយមិនព្រមទៅណានឹងគេសោះលុះទឹកជន់មកដល់គាត់ក៏ហែលលេងជាមួយនឹងពួកមច្ឆជាតិស៊ីមើមឈើរឹកឈើកំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញអណ្ដើកភ្លេចខ្លួនក៏ជាប់ខ្លួននៅនឹងដង្កៀបឈើតែលតោលពុំដឹងជាទៅខាងណានឹកថាអាត្មាអញមុខជាស្លាប់ហើយព្រោះដៃខ្លីជើងខ្លីលុះទឹកស្រកផុតពីគល់ឈើទៅវិញមានល្បាសស្មៅខ្ចីដុះនៅគល់ឈើជាច្រើនពេលនោះមានដំរីមួយដើរមករកបរិភោគស្មៅខ្ចីអណ្ដើកឃើញដំរីហើយនឹកថាបានការហើយអញបោកដំរីនេះម្ដងឲ្យវាដឹងដៃអណ្ដើកក៏បន្លឺវាចាថានរណាមកធ្វើអីក្រោមដើមឈើនេះដំរីឆ្លើយថាខ្ញុំជាដំរីអណ្ដើកថាយើបងដំរីបងឯងមិនទាន់ដឹងខ្លួនទេឬខ្លួនខ្ញុំនេះជាអគ្គរាជទូតព្រះបាទពារាណសីឈ្មោះថាអ្នកលួងចូលចិត្តមានុបព្រះករុណាបានប្រើអញឲ្យចាំរកឯងក្នុងទីនេះឥឡូវប្រទះគ្នាហើយចាំអញនិយាយប្រាប់បងឯងពូជពងបងឯងនេះពីដើមមកនៅបំរើជាព្រះបរិពារព្រះរាជាហើយស្រាប់តែរត់បាត់យកទាំងផ្លិតចាមរបស់លោកមកជាមួយផងដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថាអោបងអ្នកលួងអើយខ្ញុំពុំដឹងទេខ្ញុំឃើញតែរបៀបយ៉ាងនឹងនេះគឺជាកន្ទុយរបស់ខ្ញុំទេតើអណ្ដើកនិយាយកាត់ថានឹងហើយអញមានថាឯងលួចអីតែដូនតាឯងជាអ្នកលួចប៉ុន្តែរបស់នៅលើរូបអ្នកបើចង់រួចខ្លួនត្រូវរកសត្វជើងមួយមកឲ្យអញយកទៅថ្វាយព្រះរាជាជួយអង្វរក្រែងបានរួចខ្លួនដំរីឮដូច្នេះក៏មនាដើរទៅរកសត្វជើងមួយទាំងយំស្រែកខ្លាមួយឃើញដំរីយំស្រែកហើយសួរថាណែបងដំរីបងឯងមានទុកពីរឿងអ្វីក៏ដើរយំស្រែកដូច្នេះដំរីសារសាប់ប្រាប់ខ្លាសពគ្រប់ថាយីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃមកយើងទៅពីរនាក់ទៅមើលវាមើលខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញអណ្ដើកក្រឡេកឃើញពីចម្ងាយនឹកថាអាយ៉ាបានខ្លាមួយមកទៀតផងមិនអីទេចាំមកចិត្តអញនឹងកំហែងអាខ្លានេះម្ដងលុះខ្លានិងដំរីមកដល់ចិត្តអណ្ដើកតាំងស្រែកថាអញឮសូរមាត់ដូចជាអាជាត្បេះឬខ្លាឆ្លើយថាខ្ញុំនឹងហើយអណ្ដើកនិយាយថាណែអាជាត្បេះឯងមានរឿងធំណាស់មិនបានជាឯងយកភួយក្រឡាខ្លារបស់ព្រះរាជាមកខ្លាថាទេលោកខ្ញុំឃើញអញ្ចឹងតាំងពីកើតមកអណ្ដើកប្រាប់ថានឹងហើយអញមិនថាឯងលួចទេប៉ុន្តែផុសតាំងនៅលើខ្លួនឯងស្រាប់ហើយបើចង់រួចខ្លួនទៅរកអាសត្វជើងមួយជាមួយដំរីទៅអាភ្លើខ្លានិងដំរីដើរបណ្ដើរយំបណ្ដើរទៅរកសត្វជើងមួយទៅជួបនឹងស្វាឆ្ងល់ណាស់ឃើញខ្លានិងដំរីមានអាការៈដូច្នេះសួរដឹងដើមទងហើយស្វាលន់មាត់ថាយីបងឯងទាំងពីរច្បាស់ជាចាញ់បោកអាសត្វអណ្ដើកហើយដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញនឹងសាកសួរវាមើលសត្វទាំង3ក៏នាំគ្នាត្រឡប់មកវិញអណ្ដើកឃើញស្វានឹកថាអញបោកអាស្វានេះទៀតហើយក៏ស្រែកថាយើបងអាចារ្យស្វាទេតើខ្ញុំខំតែរកមុខកន្ទុយបងឯងជាអ្វីណែខ្ញុំប្រាប់ឲ្យច្បាស់ទៅគឺជាដងលំពេងព្រះរាជាទៅកុំនិយាយអ្វីទៅរកសត្វជើងមួយមកឲ្យឆាប់ខ្លាដំរីស្វាទើលប្រាជ្ញាក៏នាំគ្នាដើរយំបណ្ដើរទៅរកសត្វជើងមួយពុំដឹងសត្វនោះនៅឯណាទេទៅជួបនឹងក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថា
បងទាំង3ចាញ់ប្រាជ្ញាវាហើយមកទៅជាមួយខ្ញុំនឹងទៅសាកសួរវាឲ្យដឹងឫសគល់ខ្លាដំរីស្វាក្ងោកត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផងអណ្ដើកក៏ស្រែកថាយើបងអវសិន្តរៈតើបងមករកអ្វីយើអានេះខូចណាស់ហ៊ានលួចផ្លិតកន្ទុយក្ងោកព្រះរាជាមកជាមួយផងក្ងោកភ័យខ្លួននឹកថាអាយ៉ាលេងឯងទៀតហើយតើអណ្ដើកកំហែងថាទៅមិនរួចខ្លួនទេទៅរកសត្វជើងមួយមកឲ្យអញខ្លាដំរីស្វាក្ងោកដើរទៅរកសត្វជើងមួយទៀតពុំដឹងជានៅឯណាទេអាសត្វជើងមួយនោះស្រាប់តែទៅជួបនឹងទន្សាយសួរដឹងរឿងក៏និយាយថាបងឯងទាំងអស់គ្នាមកជាមួយអញចាំអញដោះស្រាយលុះសត្វទាំង5បានដើរគ្នាមកដល់អណ្ដើកឃើញទន្សាយនឹកថាអាយ៉ាអាទន្សាយមកជាមួយផងតើអានេះមានប្រាជ្ញាណាស់បើអញ្ចឹងត្រូវអញនិយាយតាក់ទួងកន្លួងឲ្យមាំទាំទៅឈ្នះវាហើយស្រែកសួរពីចម្ងាយទៅថាយីអញមើលទៅដូចជាបងសុភាទន្សាយយីបងសុភាពូជពងបងឯងសុទ្ធតែធ្វើជានាមមើលកាត់ក្តីទាំងអស់ពុំគួរបងឯងមានចិត្តពាលាលួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេនឹងហើយគេហៅថាចិត្តទេវទត្តមុតជាទេវតាទន្សាយនឹកថាយីអញថាមកជួយគេឥឡូវទៅជាជាប់ពីរត់ខ្លួនឯងទៀតរួចឆ្លើយថាណែបងអណ្ដើកខ្ញុំកើតឡើងឃើញតែគូតខ្ញុំមានរន្ធច្រើនអញ្ចឹងស្រាប់ពុំមែនខ្ញុំលួចទេអណ្ដើកបានដៃហើយក៏ជេរថាយីអាចង្រៃអស់នេះល្ងងដូចនេះចឹងតើបានជារោគសត្វជើងមួយមិនបានសោះចាំអញប្រាប់ឯងឲ្យច្បាស់ទៅសត្វជើងមួយគឺផ្សិតនេះឯងប៉ុន្តែអញមិនប្រាប់ត្រង់អញចង់ដឹងប្រាជ្ញាឯងទាំងអស់គ្នានឹងមើលតើប្រាជ្ញាដូចអញឬមិនដូចសត្វទាំង5គឺខ្លាដំរីស្វាក្ងោកនិងទន្សាយនាំគ្នាទៅដកផ្សិតបានយ៉ាងច្រើនយកមកប្រគល់ឲ្យអណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងលើដើមឈើលើកខ្លួនដាក់ចុះពីប្រពាបឈើរួចប្រើឲ្យធ្វើគុនខ្ទមលើខ្នងដំរីនិងបាត់បាំងជុំវិញហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះខ្លួនឯងក៏ពូនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសាអណ្ដើកបញ្ជាឲ្យដំរីដើរទៅរកនគរពារាណសីឯខ្លាស្វាក្ងោកនិងទន្សាយក៏ចេះតែដើរទៅដែរដើម្បីដោះស្រាយខ្លួនឲ្យរួចពីពិរុទ្ធលុះបានទៅដល់ស្រះមួយយ៉ាងធំមានផ្កាឈូកច្រើនទើបអណ្ដើកធ្វើជាឧបាយបោកសត្វទាំងអស់នោះទៀតថាណែបងដំរីឈប់សិនទាំងអស់គ្នាស្ដាប់អញជានៅមើលក្នុងវាំងបើអញចូលវាំងម្ដងពួកសេះស្នំចេះតែសុំផ្កាឈូកពីអញបើដូច្នេះត្រូវបងស្វាដាក់អញចុះពីលើដំរីស្វាលឺហើយក៏ស្ទុះទៅដាក់អណ្ដើកពីខ្នងដំរីរួចហើយអណ្ដើកវាចូលទៅពូនសំងំក្នុងស្រះនោះបាត់ទៅរីឯដំរីខ្លាស្វាក្ងោកនិងទន្សាយចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញនោះទើបដឹងខ្លួនថាចាញ់បោកអណ្ដើកហើយទើបនាំគ្នាជៀសចេញពីទីនោះទៅនេះហើយចាស់ទុំច្រើននិយាយថាចេះលាក់ពុតមើលតែអណ្ដើកព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ចតែបើផុតពីគ្រោះភ័យវាអាចចេញក្បាលដៃជើងមកក្រៅបានការតែម្ដងរឿងដើមកោងកាងនិងឈើទាលតាមបុរាណបានដំណតមកថាកាលដើមឡើយដើមកោងកាងជាដើមឈើមួយពួកដុះតែនៅលើភ្នំនិងជើងភ្នំចំណែកដើមឈើទាលទាំងឡាយដុះនៅតែតាមមាត់ព្រែកមាត់ស្ទឹងនិងមាត់អូរម្លោះហើយតែដល់រដូវទឹកចំនួនកាលណាគឺតែងតែហូរច្រោះរលំរលើងដើមឈើទាលនោះស្លាប់អន្តរាយអស់ដើមឈើទាលទាំងឡាយកាលបានសេចក្តីលំបាកវេទនាសឹងជារៀងរាល់ឆ្នាំយ៉ាងនេះក៏ជំនុំគ្នាថាពួកយើងនឹងនៅទ្រាំទ្រដោះលើដីទំនាបយ៉ាងនេះតទៅទៀតពុំបានទេបើដូច្នេះយើងត្រូវនាំគ្នាទៅនិយាយនឹងដើមកោងកាងឲ្យមកដោះនៅដីមានសភាពដូចនេះវិញម្ដងត្បិតដើមកោងកាងមានឫសច្រាំងប្រកាសជាអាចទប់ទល់នឹងទឹកដីដូចនេះបានលុះជំនុំគ្នាព្រមព្រៀងហើយ
ពពួកដើមឈើទាលទាំងឡាយបានចូលទៅនិយាយនឹងដើមកោងកាងដូចបានជំនុំគ្នាមកមុនដំបូងដើមកោងកាងប្រកែកតែដើមឈើទាលអង្វរថាបើអ្នកព្រមបដូរទៅដល់កន្លែងយើងរាល់គ្នានឹងតបឧបការៈគុណអ្នករាល់គ្នាដរាបទៅគឺមួយឆ្នាំយើងទាំងអស់គ្នានឹងកោរសក់បួសជូនម្ដងឯដើមកោងកាងកាលបើឮដើមឈើទាលអង្វរដូច្នេះហើយក៏ព្រមបដូរចុះមកដោះនៅតាមមាត់ព្រែកមាត់ស្ទឹងមាត់អូតាមដើមឈើទាលសុំរហូតមកឯដើមឈើទាលកាលបើនាំគ្នាទៅដោះលើកំពូលភ្នំនិងជើងភ្នំវិញក៏នាំគ្នាឡើងទៅដោះនៅលើកំពូលភ្នំនិងជើងភ្នំវិញព្រោះហេតុដូច្នេះបានជាសពថ្ងៃនេះនៅលើភ្នំនិងជើងភ្នំតាមជើងភ្នំនានាគេឃើញមានច្រើនតែដើមឈើទាលដោះទៅវិញចំណែកដើមកោងកាងគេឃើញតែដោះនៅតាមមាត់ព្រែកមាត់ស្ទឹងមាត់អូនិងមាត់សមុទ្រជាដរាបមកម្យ៉ាងទៀតសពថ្ងៃនេះគេតែងសង្កេតឃើញដើមឈើទាលជំរុះស្លឹកអស់រលីងក្នុងមួយឆ្នាំម្ដងគឺបួសជូនដើមកោងកាងនេះឯងចំណែកដើមកោងកាងកាលបើបានទៅដោះនៅតាមមាត់ព្រែកមាត់ស្ទឹងនិងមាត់អូមាត់សមុទ្រកាលណាតែងទៅលួបចាយចង់កូនក្រមុំដើមក្លាំពាក់រៀងរាល់យប់បានជានាងក្លាំពាក់ខឹងយកឈើទាលទៅបោះចម្រងពីពេញគឺដើមក្លាំពូនេះឯងដើម្បីមិនឲ្យដើមកោងកាងចូលទៅលួបលួចចាយចង់កូនក្រមុំខ្លួនបានចំណែកដើមកោងកាងកាលបើត្រូវដើមក្លាំពាក់បោះចម្រងមិនឲ្យចូលទៅដូច្នេះក៏តាំងបោះស្ពានឆ្លងកាត់ចម្រងនោះទៅទៀតព្រោះហេតុនេះឯងបានជាសពថ្ងៃមានដើមកោងកាងដោះនៅទីនោះគេតែងឃើញដើមក្លាំពាក់ដើមក្លាំពូដោះនៅទីនោះជាដរាបហើយដើមក្លាំពូដែលដោះឡើងនោះបើក្រឡេកមើលទៅឃើញវិស័យដូចជាចម្រងមែនដោយហេតុដើមនោះមូលហើយស្រួចជ្រងច្រាងជាជួរ3ដូចជាគេដាំចំណែកឯដើមកោងកាងសោតទៀតក៏មានឫសវែងធំចាក់ស្រេះទៅក្នុងដីក្នុងទឹកជាច្រើនជាងមេឃទៅទៀតដំរីបគ្នាជាជួរមើលទៅវិស័យដូចជាស្ពានពិតហើយបើទោះជាទឹករលកឬចំនួនហូរច្រោះខ្លាំងយ៉ាងណាក៏មិនអាចរលើងរលំបានឡើយអរគុណសម្រាប់ការតាមដានសំណាប់និងទស្សនា